បារីកិច្ចពន្ធខុសច្បាប់របស់ចិនលាក់ខ្លួនពួននៅខណ្ឌកំបូរនៅតែបន្តរក្សាភាពស្ងៀមស្ងាត់បងចៅសកាត់ជំរាបសួរបងបាទបងសុំសួរបន្តិចបណ្ដុំសាលារៀនរោងចក្រសាលារៀនផ្ទើងឆែទេសរោងចក្របារីហ្នឹងណាបងមានច្បាប់ពីខាងបងអីបងបាទមានច្បាប់ពីខាងបងអីភ្លើងឆែទេសអត់ផងបងអត់មានទេណោះបងបាទបងកន្លងមកមានអាជ្ញាធរចុះត្រួតពិនិត្យទេបងដូចជាអត់នៅមានឃើញអាជ្ញាធរណាចុះបងបាទដោយសារខ្ញុំដឹងតែឃ្លាំងហ្នឹងគេធ្វើយូរហើយតាំងពីអតីតចៅសង្កាត់មុនមកបងណាបាទហើយក៏ខ្ញុំដឹងតែឃ្លាំងហ្នឹងមិនដឹងជាគេដាក់អីគេធ្វើអីគឺតែមានកម្មករអញ្ចឹងណាបងបាទអរគុណបងបរិយសារជាតិនាំមកហ្នឹងពីណាបងដឹងទេសារជាតិនាំមកពីប្រទេសឡាវឬប្រទេសខាងណាខ្ញុំអត់ដឹងទេបងនេះខ្ញុំអត់ដឹងសោះដឹងតែកន្លែងនេះគេធ្វើអីបងខ្ញុំទៅដឹងតែអូបាទអញ្ចឹងតាំងអញ្ចឹងបងទៅមកអាណត្តិហ្នឹងឯងមកកាន់ឯងបងបាទខ្ញុំទៅឡើងអាណត្តិហ្នឹងទៅបងអូបាទអរគុណណាស់លោកបងចៅសង្កាត់អូនអរគុណមែនតើអូនដោយសារតែឥឡូវនេះខ្ញុំមកពុកអាជីពម៉ូតូដល់អញ្ចឹងវាស្ងាត់ខ្លួននិយាយតាមត្រូវបានទេចាំអូនឈ្មោះច័ន្ទនាធីចាងវាងគេហទំព័រ CRT New បងបាទចឹងហ៎បាទអូនអរគុណបងណាអូនអរគុណបងសុខសប្បាយបងអរគុណបាទទីតាំងរោងចក្រផលិតបារីរបស់ចិនមួយកន្លែងលាក់ខ្លួនពួនអាត្មានៅសង្កាត់ភ្លើងឆេរតេសខណ្ឌកំបូររាជធានីភ្នំពេញដែលជាកន្លែងផលិតបារីកិច្ចពន្ធស្តុកចាយចាយទៅប្រទេសវៀតណាមកំពុងបង្កើតខ្លួនបញ្ជាក់ប្រាប់មហាជនថាខ្លួនមានខ្នងបង្អែកដ៏រឹងមាំដោយឡែកប្រជាពលរដ្ឋនៅក្នុងតំបន់ខ្សឹបថាសូម្បីតែឯកឧត្តមខួងស្រេងអភិបាលរាជធានីភ្នំពេញក៏មិនហ៊ានប៉ះតែរោងចក្រផលិតបារីកិច្ចពន្ធមួយកន្លែងនេះជារបស់អ្នកណាបើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានដឹងថាទីតាំងផលិតបារីនឹងចាយចាយផលិតបារីចិនដែលសង្ស័យថាគ្មានច្បាប់ត្រឹមត្រូវមួយកន្លែងនេះបុគ្គលិកមិនត្រូវឲ្យទៅផ្ទះនោះទេគឺបានន័យថាធ្វើការនៅក្នុងនឹងសម្រាប់នៅទីនេះតែម្ដងប៉ុន្តែប្រសិនបើមានធុរៈចាំបាច់ដោយប្រការណាមួយគឺមិនងាយស្រួលក្នុងការសុំច្បាប់ឡើយប្រភពបានបន្តឲ្យដឹងទៀតថារាល់ការចិញ្ចោគឺត្រូវបានរឹតបន្តឹងបិទទ្វារចិត្តរីឯទំនិញដែលត្រូវបានដឹកចេញចូលវិញមានមេការនិងមានអ្នកចាំមើលផ្លូវដោយប្រុងប្រយ័ត្នខ្ពស់ជាទីបំផុតបើមើលពីខាងក្រៅនៅទីនោះគឺជាឃ្លាំងធម្មតាដែលមានដាក់ផ្លាកសញ្ញាជួលថែមទៀតផងទាំងនេះគ្រាន់តែជាការបំបាំងភ្នែកមហាជនតែប៉ុណ្ណោះការពិតនៅខាងក្នុងគឺសំងំលួចលាក់ផលិតបារីសោះជាក់ស្ដែងនៅល្ងាចថ្ងៃទី15ខែមិនិនាឆ្នាំ2025អង្គភាពសារព័ត៌មានយើងបានចុះទៅដល់ចំណុចទីតាំងផ្ទាល់ដើម្បីផ្ដិតយករូបភាពនិងសកម្មភាពវីដេអូមួយចំនួននៃការដឹកទំនិញចេញចូលរបស់ទីតាំងខាងលើប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិលសង្ឃឹមថាឯកឧត្តមខួងស្រេងអភិបាលរាជធានីភ្នំពេញលោកខឹមស៊ុនសូដាអភិបាលខណ្ឌក្នុងនាមជាគណៈមេបញ្ជាការឯកភាពគួរចាត់វិធានការយ៉ាងណាវិញចំពោះទីតាំងផលិតបារីកិច្ចពន្ធខុសច្បាប់នៅខណ្ឌកំបូលដែលជាប្រភពផលិតសារធាតុញៀនខុសច្បាប់ដើម្បីនាំចេញទៅបរទេសអគ្គនាយកដ្ឋានគយនិងរដ្ឋកោក្រសួងឧស្សាហកម្មនិងស្ថាប័នពាក់ព័ន្ធនិងមន្ត្រីជំនាញនាយកដ្ឋានកបបគួរតែអនុវត្តច្បាប់ដែលបានចែងនៅក្នុងព្រះរាជាណាចក្រកម្ពុជាក្នុងការត្រួតពិនិត្យកាតព្វកិច្ចផលិតផលខុសច្បាប់ផលិតផលคล้ายៗដើម្បីបញ្ជាក់ពីសមត្ថភាពនៃស្ថាប័នដែលបានចែងនិងប្រកាសជាសាធារណៈតែអ្វីដែលអង្គភាពសារព័ត៌មានយើងចង់បានបង្ហាញនោះគឺក្លិនរបស់ថ្នាំរួមនឹងសារធាតុញៀនមួយចំនួនដែលជាមូលហេតុធ្វើឲ្យមានផលប៉ះពាល់ដល់សុខភាពនិងការជំងឺមហារីកជាច្រើនប្រភេទដែលកន្លងមកអង្គភាពសារព័ត៌មានជាច្រើនបានចុះផ្សាយជាបន្តបន្ទាប់ពីមួយទៅមួយក្នុងការជំរុញឲ្យមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងស្ថាប័នពាក់ព័ន្ធជួយឆ្លើយបំភ្លឺចំពោះទីតាំងរបស់ក្រុមហ៊ុនខាងលើគឺជាកន្លែងផលិតបារីស្របច្បាប់ក្តីតែគ្រាន់តែជារនាំងបិទបាំងបង្កើតផលិតផលសារធាតុញៀននិងផលិតផលស្លាកសញ្ញាផ្សេងៗជាច្រើនបើយោងទៅតាមច្បាប់ដែលបានចែងនៅក្នុងក្រសួងពាណិជ្ជកម្មត្រូវបានកំណត់ម៉ាកចំនួនផលិតផលនិងឈ្មោះក្រុមហ៊ុនទៅតាមការផ្ដល់ជូនមានចំនួនកំណត់ជាក់លាក់នៃក្រុមហ៊ុនខ្នាតតូចមធ្យមនិងខ្នាតធំនិងចាំបាច់ត្រូវតែផ្ដល់ជូនទៅតាមចំនួនដែលបានសុំពីម្ចាស់សហគ្រាសឬម្ចាស់ក្រុមហ៊ុនដើម្បីអនុវត្តចេញដោយក្រសួងពាណិជ្ជកម្មផ្អែកតាមច្បាប់ដែលបានកំណត់ដោយនាយកដ្ឋានពន្ធដាររបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
ដែលបានផ្ដល់ជូននៅតម្លៃនិងផលិតផលបានកំណត់ត្រូវបានការបង់ពន្ធទៅតាមម៉ាកនីមួយៗដែលត្រូវបានចុះបញ្ជីក្រោមស្លាកយីហោឬប្រភេទផលិតផលពាក់ព័ន្ធទៅនឹងការចុះផ្សាយខាងលើអង្គភាពយើងខ្ញុំធ្វើការផ្សាយទៅតាមវិជ្ជាជីវៈនៃសារព័ត៌មានគឺរិះគន់ក្នុងន័យស្ថាបនាមិនមានចេតនាញុយញងបំបែកបំបាក់បុគ្គលស្ថាប័នឬអង្គភាពណាមួយឡើយព្រមទាំងរងចាំទទួលការបកស្រាយពីភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការសូមអរគុណ